បងប្អូនទាំងអស់គ្នាមនុស្សយើងម្នាក់មុនពេលដែលយើងចេះអានអក្សរគឺយើងត្រូវតែឆ្លងកាត់គ្រូបង្រៀនមិនមែនយើងកើតចេញពីពោះម៉ែយើងមកយើងដើរទៅទិញសភៅមកហើយយើងយកមកអានខ្លួនឯងបានទេឬក៏យកសភៅហ្នឹងយកមករៀនដោយខ្លួនឯងយើងចេះអានអក្សរចេះធ្វើការងារផ្សេងហ្នឹងទេអញ្ចឹងអ្វីក៏ដោយក៏បានមកពីគ្រូបង្រៀនដែរជីវិតដែលយើងមានសពថ្ងៃចេះនិយាយចេះអានអក្សរអីហ្នឹងគឺសិតតែមកពីគ្រូបង្រៀនសម្រាប់បងប្អូនខ្លះដែលគាត់មានឪពុកម្ដាយជាអ្នកចេះដឹងច្រើនរៀនបានច្រើនឪពុកម្ដាយគាត់អាចរៀនអក្សរគាត់ខ្លះមុនពេលដែលគាត់ចូលសាលាប៉ុន្តែឪពុកម្ដាយមិនមែនគ្រប់គ្រងបង្រៀនគាត់តែម្នាក់រហូតដល់គាត់ចប់មានការងារធ្វើទេគឺចាំបាច់ត្រូវការគ្រូបង្រៀនតាំងពីថ្នាក់បឋមថ្នាក់មត្តេយ្យរហូតមកដល់វិទ្យាល័យអនុវិទ្យាល័យរហូតដល់មហាវិទ្យាល័យបណ្ឌិតអនុបណ្ឌិតអីទៀតក៏នៅតែត្រូវការគ្រូបង្រៀនដែរអញ្ចឹងបើសិនជាយើងជាបុគ្គលម្នាក់ដែលយើងចេញមកយើងមើលងាយគ្រូបង្រៀនតាំងពីថ្នាក់ណាមកខ្ញុំអត់ដឹងទេប៉ុន្តែបើយើងមើលងាយគ្រូបង្រៀនហើយគឺយើងជាមនុស្សដែលឥតប្រយោជន៍អត់បានការបំផុតនៅក្នុងសង្គមសីលធម៌យើងគឺស្មើសូន្យការចេះដឹងរបស់យើងហ្នឹងគឺមិនយកជាតម្លៃបានទេបើយើងមើលងាយគ្រូបង្រៀនហើយ